សេចក្តីណែនាំស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី14ដល់ទី16ខែមេសាឆ្នាំ2025ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឲ្យកាន់តែល្អប្រសើរស្របតាមយុទ្ធនាការទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អនិងស្របតាមគុណតម្លៃនៃវប្បធម៌អរិយធម៌ដ៏ផូរផង់របស់កម្ពុជាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569រយៈពេល3ថ្ងៃចាប់ពីថ្ងៃច័ន្ទ2រោចដល់ថ្ងៃពុធ4រោចខែចែកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ក្រសួងទេសចរសូមធ្វើការណែនាំដល់ប្រតិបត្តិការទេសចរទាំងអស់ដូចតទៅត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងរក្សាឲ្យបាននូវអនាម័យព្រមទាំងសោភ័ណភាពនៅតាមមូលដ្ឋានអាជីវកម្មត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺនិងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែកខាងក្រៅទីតាំងអាជីវកម្មចំណែកផ្នែកខាងក្នុងអាជីវកម្មត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំង3ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំងរាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិការទេសចរសូមបង្ហាញអំពីវប្បធម៌ខ្មែរអត្តសញ្ញាណខ្មែរនិងអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនឲ្យប្រឆាចពីប្រពៃណីទំនៀមទម្លាប់ខ្មែរត្រូវរៀបចំចំណតឲ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិអន្តរជាតិដែលមកទទួលសេវាកម្មអាជីវកម្មរបស់ខ្លួនដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់និងមិនត្រូវបណ្តែតបណ្តោយឲ្យមានការចតទោចក្រយានយន្តនិងយានយន្តដោយគ្មានសណ្ដាប់ធ្នាប់ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈត្រូវបង្ហាញផលិតផលឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់និងត្រូវបញ្ជាក់តម្លៃនិងលក្ខខណ្ឌអនុវត្តផ្សេងៗឲ្យបានច្បាស់លាស់ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណាជ្រើសរើសទិញផលិតផលទេសចរឬប្រើប្រាស់សេវាកម្មទេសចរទាំងនោះត្រូវរក្សាតម្លៃផលិតផលឬសេវាកម្មឲ្យបានសមរម្យនិងត្រូវពង្រឹងគុណភាពសេវាកម្មទេសចរឲ្យបានល្អប្រសើរត្រូវក្រើនរំលឹកអំពីសីលធម៌សុជីវធម៌និងបណ្ដុះបណ្ដាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ចនិងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរព្រមទាំងរៀបចំឲ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗពិសេសស្នើសុំឲ្យបញ្ចូលលក្ខណៈជាខ្មែរត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹកដោយត្រូវដាក់វេនសម្អាតជាប្រចាំឲ្យបានញឹកញាប់និងត្រូវមានសម្ភារៈគ្រប់គ្រាន់ជាអាចសាប៊ូលាងដៃក្រដាសជាដើមសូមបែងចែករវាងបន្ទប់ទឹកប្រុសស្រីនិងរក្សាឲ្យមានសុវត្ថិភាពត្រូវយកចិត្តទុកដាក់និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលរួមផ្សព្វផ្សាយឲ្យបានសកម្មនៅយុទ្ធនាការទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចររីកលូតលាស់ក្នុងសន្តិភាពបុគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់ត្រូវគោរពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាលក្រសួងទេសចរនិងរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានសេចក្តីណែនាំនេះប្រតិបត្តិការទេសចរទាំងអស់និងមន្ទីរទេសចររាជធានីខេត្តត្រូវចូលរួមសហការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់ថ្ងៃប្រហោះ14រោចខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី27ខែមីនាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងទេសចរហួតហាក់ចម្លងជូនរដ្ឋបាលរាជធានីខេត្តដើម្បីជួនជ្រាបមន្ទីរទេសចររាជធានីខេត្តសមាគមឧស្សាហកម្មទេសចរជួនជ្រាបនិងអនុវត្តឯកសារកលបវត្ត